មិនបានថាយុthángហើយថតរាប់ឆ្នាំថតក៏មិនអស់ដែរដោយសារអីនៅក្នុងទឹកដីខ្មែរយើងនេះគឺមានច្រើនមែនទែនតាមពិតទៅពួកយើងធ្វើរងថ្ងៃនេះវាជាបំណែកតូចមួយនៃធម្មជាតិរបស់ខ្មែរដែលយើងទទួលបានពួកយើងបាននេះគឺបានដោយដៃដោយការឆ្កឹះឆ្កៀលពីបងប្អូនអ្នកស្រុកអ្នកភូមិនៅតំបន់ព្រៃភ្នំខាងមណ្ឌលគិរីអីចឹងទៅយើងមិនបានទៅយកម៉ាស៊ីន SK ឬក៏ម៉ាស៊ីនជីកពុះភ្នំជ្រៀកភ្នំដើម្បីយកឯងតែបើសិនជាយើងយកនៅក្នុងដីជ្រៅវាកាន់តែច្រើនទៀតអញ្ចឹងថាអានេះយើងកុំនិយាយល្អជាងនាំតែគេទៅយកអស់ហើយបើយើងស្ដាយបើត្រឹមមកយើងចាំប្រជាជនយើងនិយាយទៅចាំតពូជទៅចំនួនមកអស់ត្រឹមត្បូងថ្មធម្មជាតិរបស់យើងសម្រាប់ត្បូងថ្មធម្មជាតិរបស់ខ្មែរយើងវាមាននៅតាមខេត្តផ្សេងៗគ្នាបាទបងបាទថាយើងខាងមណ្ឌលគិរីយើងមាន Green Jasper យើងមានត្បូងថ្មធម្មជាតិដូចជាត្បូងក្រមួនយើងមានត្បូង Blue Silicon បាទខាងមណ្ឌលគិរីយើងមាន Olivin យើងមានផ្សេងៗខាងមណ្ឌលគិរីបើ Blue Silicon មាននៅខាងរតនគិរីអញ្ចឹងត្បូងតាមខេត្តផ្សេងៗពីគ្នាវាមានលក្ខណៈសម្បត្តិស្អាតផ្សេងគ្នាអត់ដូចគ្នាទេបាទបងបាទដូចជាខេត្តតាកែវក៏មានត្បូងក្រមួនដែរប៉ុន្តែក្រមួនខេត្តតាកែវផ្សេងក្រមួនខាងមណ្ឌលគិរីផ្សេងអញ្ចឹងហើយស្អាតដូចគ្នាហើយមានតម្លៃដូចគ្នាអញ្ចឹងគាត់ថាបើយើងធ្វើឲ្យកែច្នៃយកវាមកប្រៀបធៀបគ្នាវាមានលក្ខណៈខុសគ្នាបន្តិចទៅតាមធម្មជាតិខេត្តផ្សេងពីគ្នាបាទដូចបងគាត់បាននិយាយអញ្ចឹងថាបងថ្មធម្មជាតិនៅក្នុងស្រុកខ្មែរបើយើងថតសង្កត់ថារាល់ថ្ងៃនិយាយអត់អស់ទេដោយសារប្រភពរបស់វាមកពីខេត្តផ្សេងគ្នាទាំងអស់បាទមកថ្ងៃនេះមានរបស់នេះជួនកាលមើលទៅមកដុំអញ្ចឹងនេះដូចបងក្តីផ្ទាល់គាត់កាន់អញ្ចេះ Green Jasper ដូចគ្នាប៉ុន្តែពេលកាត់មកពេលខ្លះតម្រង់នៃសាច់របស់វាគឺខុសគ្នាបាទដូច Green Jasper បងប្អូនយើងឃើញយើងទិញទាំងក្រុងក៏គិតថាអាចនឹងគិតថាយើងធ្វើបានទាំងអស់អញ្ចឹងណាតាមពិតឧទាហរណ៍ថាយើងទិញបាន100គីឡូចោះយើងឧទាហរណ៍អញ្ចឹងយើងអាចធ្វើវាបានអញ្ចឹង10គីឡូទៅ20គីឡូហើយព្រោះក្រៅពីហ្នឹងគឺសាច់វាអត់ល្អយើងត្រូវជ្រៀកយកកន្លែងណាដែលល្អស្អាតដើម្បីយើងធ្វើជាអង្កាំទៅចែកជាវជូនបងប្អូនយើងបានរបស់ល្អប្រើបាទមិនមែនជាធ្វើយកអត់ស្អាតក៏យកដែរទេអញ្ចឹងអូបាទបងបាទនឹងហើយបងប្អូនឃើញទេថ្ងៃនេះតើតែបងប្អូនមកទស្សនាវីដេអូរបស់ខ្ញុំបាទទៅថាញូដែលពំនាំឲ្យបងប្អូនយើងទាំងក្នុងស្រុកទាំងក្រៅស្រុកឲ្យមកដឹងលម្អិតតទៅបងប្អូនធម្មជាតិក្នុងស្រុកខ្មែរមិនបានថាញូthángហើយថតរាប់ឆ្នាំថតក៏មិនអស់ដែរដោយសារអីនៅក្នុងដីនៅក្នុងទឹកដីខ្មែរយើងនេះគឺមានច្រើនមែនទែនអានេះវាតាមពិតទៅពួកយើងធ្វើរងថ្ងៃនេះវាជាបំណែកតូចមួយនៃធម្មជាតិរបស់ខ្មែរដែលយើងទទួលបានពួកយើងបាននេះគឺបានដោយដៃដោយការឆ្កឹះឆ្កៀលពីបងប្អូនអ្នកស្រុកអ្នកភូមិនៅតំបន់ព្រៃភ្នំខាងមណ្ឌលគិរីអីចឹងទៅយើងមិនបានទៅយកម៉ាស៊ីន SK ឬក៏ម៉ាស៊ីនជីកពុះភ្នំជ្រៀកភ្នំដើម្បីយកឯងគឺគាត់ដើរចូលទៅក្នុងព្រៃជ្រៅគាត់ឧទាហរណ៍គាត់ទៅយកត្បូងថ្មមកកន្លែងហ្នឹងគឺគាត់ចំណាយ2យប់ទីមួយទៅដេកនៅនឹងដាំបាយហូបនៅក្នុងព្រៃតម្រាំនឹងយកបានមកត្រូវលើកចេញពីភ្នំមកតម្រាំបានមកមិនមែននៅក្នុងភ្នំទេគឺនៅលើភ្នំនៅក្នុងដីតែដីរាក់វាមិនមែនដីជ្រៅតែបើសិនជាយើងយកនៅក្នុងដីជ្រៅវាកាន់តែច្រើនទៀតអញ្ចឹងថាអានេះយើងកុំនិយាយល្អជាងនាំតែគេទៅយកអស់ហើយបើយើងស្ដាយបើត្រឹមមកយើងចាំប្រជាជនយើងនិយាយទៅចាំតពូជទៅចំនួនមកអស់ត្រឹមត្បូងថ្មធម្មជាតិរបស់យើងបាទអញ្ចឹងបងប្អូនទាំងអស់គ្នានិយាយទៅផ្ដោតលើចំណុចនេះក៏ខ្ញុំចង់បញ្ចូលបើយើងនិយាយថាអានេះមិនមែនមនោគមវិជ្ជាទេប៉ុន្តែផ្នែកគំនិតខ្មែរយើងចង់ឲ្យថាដូចឥឡូវនេះដូចខ្ញុំនិយាយត្រង់នាឡិកាដែលខ្ញុំកំពុងពាក់នេះតម្លៃដល់3 4 500 3 4ឥឡូវចោលចេញដំបូងខ្ញុំទិញ400ជាងដែរប៉ុន្តែបើសិនជាយើងអាហ្នឹងគ្រាន់តែជាវត្ថុដែលយើងប្រាប់ថាអាហ្នឹងវាមានតម្លៃវាទៅតាមហ្នឹងតែបើសិនជាត្បូងថ្មក្នុងស្រុកខ្មែរយើងនេះបងប្អូនយើងគ្រប់ត្រយើងគិតថារបស់ទាំងអស់នេះជាប្រភេទត្បូងថ្មក្នុងស្រុកហើយវាមានតម្លៃដូចគ្នាអញ្ចឹងបងប្អូនខ្មែរយើងយកលុយអាទិញរបស់ទាំងអស់នេះខ្ញុំសូមឲ្យថានេះមកទិញត្បូងថ្មនៅក្នុងស្រុកខ្មែរយើងមកប្រើប្រាស់របស់ធម្មជាតិដែលសាងដោយស្នាដៃកូនខ្មែរហើយតាំងពីគេដូនតាយើងមកទៀតហើយមិនមែនមានត្រឹមមួយឆ្នាំពីរឆ្នាំណាបងប្អូនដែលគាត់ធ្លាប់សិក្សាស្វែងយល់តាក់ទងប្រវត្តិសាស្ត្រតាក់ទងបងប្អូនមើលបងថ្មនេះមិនមែនមានតិចឆ្នាំហើយមានយូរឆ្នាំហើយអញ្ចឹងយើងគួរតែប្រើកម្មយូរហើយបាទអញ្ចឹងយើងគួរតែផ្ដល់តម្លៃតាំងពីសម័យចេនឡាយមកក៏មានប្រើកម្មតាំងពីដើមមកហើយប្រខុបបុរាណអីហ្នឹងផ្សេងហ្នឹងសិតចេញពីថ្មក្រមួន Agate ដែលយើងធ្វើរាល់ថ្ងៃនេះបាទយើងគួរតែផ្ដល់តម្លៃឲ្យចំណុចហ្នឹងមកដែរព្រោះបងប្អូនដឹងស្រាប់ហើយកាលណាតែយើងឲ្យតម្លៃបាទអ្វីក៏ដោយនៅក្នុងស្រុកខ្មែររបស់យើងវាតែតែមានតម្លៃទាំងបងប្អូនទាំងអស់គ្នាយកទៅប្រើមានតម្លៃទាំងអ្នកដែលគាត់ធ្វើគាត់មានកម្លាំងក្នុងការកែច្នៃគាត់មានកម្លាំងក្នុងការបបួលបងប្អូនខ្មែរយើងកូនក្មួយបាទផ្សេងដែលគាត់នៅចិត្តហ្នឹងឲ្យគាត់ស្វែងយល់តាក់ទងបងប្អូនធម្មជាតិស្រុកខ្មែរយើងហើយយើងធ្វើតចំនួនទៅមុខទៀតដើម្បីឲ្យកូនចៅយើងចំនួនក្រោយបានស្គាល់បានដឹងផងបងប្អូនយើងខ្លះគាត់យល់ច្រឡំថាចេះថាឃើញយើងប្រើកម្មអញ្ចឹងដូចចិនថាយើងយកទំនៀមទម្លាប់ពីចិនឬក៏ទិញពីចិនមកប្រើតែពិតបងប្អូនអត់ដឹងថាបុព្វបុរសខ្មែរគឺគាត់ជាអ្នកកែច្នៃកម្មហ្នឹងតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះតែអញ្ចឹងយើងជាក្មេងសកលក្រោយឬក៏មនុស្សចំនួនក្រោយនេះយើងដូចរក្សាគុណតម្លៃឬស្នាដៃបុព្វបុរសខ្មែរយើងអញ្ចឹងគឺយើងធ្វើមករហូតដូចខ្ញុំដូចថាខ្ញុំរីកចម្រើនសប្តាហ៍ថ្ងៃចុះបាទពេលដែលខ្ញុំធ្វើអង្កាំត្បូងថ្មធម្មជាតិខ្ញុំតែងតែរំលឹកដល់គុណបុព្វបុរសខ្មែរឬក៏បារមីគ្រូដើមដែលគាត់ជាអ្នកធ្វើអង្កាំតាំងពីរាប់ពាន់ឆ្នាំមុនខ្ញុំតែងតែឧទ្ទិសថាបើសិនជាបុព្វបុរសខ្មែរជាអ្នកកសាងអានឹងមែន
អញ្ចឹងខ្ញុំនឹងកសាងបន្តទៀតហើយបង្ហាញទៅបងប្អូនយើងឲ្យបានឃើញបានស្គាល់ហើយនឹងគ្រប់គ្រងរបស់ខ្មែរយើងអញ្ចឹងទៅអញ្ចឹងធ្វើឲ្យស្នាដៃខ្ញុំហ្នឹងក៏កាន់តែរីកចម្រើនរហូតដល់សប្តាហ៍ខ្ញុំជឿថាបុព្វបុរសខ្មែរក៏គាត់មានរួមចំណែកជួយដល់ខ្ញុំដែរសប្តាហ៍ថ្ងៃជួយខ្ញុំគិតថាគាត់ជួយខ្ញុំដើម្បីឲ្យបង្ហាញពីស្នាដៃពីត្បូងថ្មធម្មជាតិរបស់ខ្មែរយើងទៅឲ្យបងប្អូនខ្មែរយើងបានប្រើបានស្គាល់កុំគិតថាឲ្យតែអ្នកប្រើកម្មសិតតែចិនសិតតែនាំចូលពីចិនឯជាដើមអញ្ចឹងបាទ